បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាការចំការរបស់ខ្ញុំបាទនៅខាងស្រុកកងមាសខេត្តកំពង់ចាមបាទថ្ងៃហ្នឹងថ្ងៃទី9ខែ2 2026បាទនេះគឺថាស្វាយខ្ញុំនៅជាប់បានរៀងកនបើដែរបាទនេះផ្លែមុនរដូវបាទផ្លែមុនរដូវមកវគ្គបាទឥឡូវវាដល់វគ្គរដូវផ្កាជាប់ជាមួយនឹងផ្លែដែលមានបាទអញ្ចឹងវាផ្កាមកវគ្គទៀតវគ្គរដូវខុសរដូវចេញបានប៉ុណ្ណេះបាទក៏ប៉ុន្តែក៏ដៃក្មេងនៅខាងខ្ញុំនេះការដាំស្វាយនេះវារៀងញឹកបន្តិចបាទភាសាដីនៅខាងនេះដីទូតូចបាទឃើញស្វាក់ខាងកន្លែងទីផ្សេងគេដាំវល់ដោយសារដីវាធំបាទហើយបន្តទៅមុខនេះខ្ញុំនឹងធ្វើវីដេអូប្រាប់អំពីរបៀបធ្វើស្វាយខុសរដូវបាទស្វាយខុសរដូវចែកជូនបងប្អូនបាទចែកជូនបងប្អូនទស្សនានិងចែករំលែកបទពិសោធន៍ពីរបៀបធ្វើស្វាយការមៀតទាំងអស់គ្នាបាទស្វាយខុសរដូវបាទស្វាយខុសរដូវគេហៅថាស្វាយការមៀតបាទនៅខាងស្រុកកងមាសខេត្តកំពង់ចាមហើយបន្តទៅទៀតខ្ញុំនឹងធ្វើវីដេអូចែករំលែកពីរបៀបធ្វើស្វាយខុសរដូវស្វាយកែវរមៀតបាទទោះបីស្រុកទេសយើងមានបញ្ហាក៏យើងនៅធ្វើការរស់ស៊ីដដែលបាទស្រុកទេសមានបញ្ហាយើងត្រូវតែរស់ស៊ីដដែលដើម្បីសេដ្ឋកិច្ចយើងដើរបាទសេដ្ឋកិច្ចយើងដើរអត់អាចងាប់នៅនឹងកន្លែងបានទេបាទយើងត្រូវតែធ្វើការរស់ស៊ីធម្មតាដើម្បីឲ្យសេដ្ឋកិច្ចដើរបាទហើយក៏ពិបាកចិត្តដែរបាទរឿងសង្គ្រាមឈ្លានពានបាទវីដេអូមានតែប៉ុណ្ណេះបាទពាក់ក្រោយខ្ញុំនឹងធ្វើវីដេអូបទបង្ហាញណែនាំពីរបៀបធ្វើស្វាយការមៀតទាំងអស់គ្នាបាទសូមអរគុណបាទ